មកថ្ងៃនេះសូមបង្ហាញអំពីលេខម្ដងគ្រប់វីដេអូដែលខ្ញុំបានបង្កើតឡើងតាំងពីដើមរហូតដល់ឥឡូវហ្នឹងភាគច្រើនគឺខ្ញុំផ្ដោតទៅលើអក្សរខ្មែរដូចជាព្យញ្ជនៈខ្មែរទាំង33តួនិងស្រៈនិស្ស័យខ្មែរទាំង24តួប៉ុន្តែដោយឡែកថ្ងៃនេះសូមនិយាយអំពីលេខតាក់ទងមួយគណិតវិទ្យាវិញម្ដងណាតាមគំនិតរបស់ខ្ញុំផ្ទាល់ខ្ញុំគិតថាចំពោះមុខវិជ្ជាភាសាខ្មែរនិងមុខវិជ្ជាគណិតវិទ្យាគឺត្រូវតែដើរទន្ទឹមគ្នាអត់មួយណាបានទេហើយចំពោះសិស្សក៏ដូចគ្នាដែរអត់អាចថាគាត់ប្រកែកថាភាសាខ្មែរហើយគណិតវិទ្យាមិនអីទេអញ្ចឹងណាអានេះគឺខ្ញុំតាមមតិខ្ញុំគិតថាវាត្រូវតែដើរទន្ទឹមគ្នាអត់អាចមួយណាប្រកែកជាងឬក៏ខ្សោយជាងបានទេសម្រាប់ការសិក្សារបស់ក្មេងជាក់ស្ដែងសម្រាប់កូនខ្ញុំផ្ទាល់អញ្ចឹងគាត់ទៅតែអាយុ4ឆ្នាំ6ខែតែតាមរយៈការតេស្តសមត្ថភាពរបស់គាត់ទៅគឺលោកគ្រូអ្នកគ្រូនៅសាលារបស់គាត់អនុញ្ញាតឲ្យគាត់នឹងអាចចូលរៀនបានថ្នាក់ទី1តែសម្រាប់ខ្ញុំជាម្ដាយខ្ញុំគិតថាចង់ឲ្យគាត់ចូលរៀនត្រឹមថ្នាក់មត្តេយ្យឬក៏មត្តេយ្យកម្រិតខ្ពស់ហ្នឹងបានហើយតែលោកគ្រូអ្នកគ្រូគាត់ថាអូខេគាត់អាចចូលរៀនថ្នាក់ទី1បានតែមិនមែនថ្នាក់ទី1ពេញសិតទេយើងគ្រាន់តែផ្ញើឈ្មោះចូលថ្នាក់ទី1រៀនកម្មវិធីសិក្សាថ្នាក់ទី1តែឆ្នាំក្រោយឡើងគឺគាត់អត់តាន់បានឡើងថ្នាក់ទី2បានទេខ្ញុំដឹងពីសមត្ថភាពរបស់គាត់ណាទោះបីជាគាត់សរសេរបានអានបានការគិតគំនិតគិតស៊ីជម្រៅរបស់គាត់ហ្នឹងគឺអត់តាន់មានទេគាត់គិតបានលក្ខណៈបែបកូនក្មេងទៅតាមវ័យទៅតាមអាយុរបស់ក្មេងណាអញ្ចឹងគាត់អត់តាន់ចេះគិតស៊ីជម្រៅឡើយទេទោះបីជាគាត់អាចអានបានហើយគាត់សរសេរបានប៉ុន្តែសម្រាប់គណិតវិទ្យាវិញគាត់នៅមានកម្រិតគាត់អត់តាន់ចេះបូកដកលេខអីធំចំនួនលើសពី10អីបានទេគាត់នៅបូកត្រឹមចំនួនខោម10បូកឬក៏ដកចំនួនក្រោម10ហ្នឹងគាត់អាចធ្វើបានតែបើលើសពី10ហ្នឹងអត់មានម្រាមដៃរាប់ហ្នឹងគាត់ធ្វើបានតែវាយូរទៅអញ្ចឹងគាត់អត់ទាន់មានការគិតស៊ីជម្រៅខ្លាំងទៅលើគណិតវិទ្យាទៅលើលេខហ្នឹងនៅឡើយត្រង់ចំណុចនេះហើយបានខ្ញុំបារម្ភហើយខ្ញុំក៏ជួយបង្រៀនគាត់បន្ថែមជាច្រើននៅផ្ទះអញ្ចឹងជារៀងរាល់ថ្ងៃគាត់ក៏ព្យាយាមរៀនផ្ដោតទៅលើគណិតវិទ្យាហ្នឹងឲ្យបានច្រើនដោយសារវាជាចំណុចខ្សោយមិនមែនតែកូនរបស់ខ្ញុំទេខ្ញុំជឿថាកូនរបស់ប៉ាម៉ាក់ទាំងអស់គ្នាក៏មិនសូវជាខុសគ្នាប្រហែលដែរដោយថ្ងៃនេះអីឲ្យគាត់សរសេរមេគុណនឹងមួយគាត់ពិតគាត់ចេះសូត្រចេះអីប៉ុន្តែតែទៅមួយការសរសេរហ្នឹងគឺអត់ដែលឲ្យគាត់សរសេរទេអញ្ចឹងទៅតែពង្រឹងឲ្យគាត់សរសេរនៅលើសៀវភៅកលាតូចរបស់យើងហ្នឹងគ្រាន់តែក្រៅពីការសរសេរហ្នឹងខ្ញុំក៏ឲ្យគាត់អនុវត្តលំហាត់នៅលើសៀវភៅជំនួយគណិតវិទ្យាថ្នាក់ទី1ហើយនឹងមានសៀវភៅលំហាត់តូចជាច្រើនទៀតដែលគាត់បានអនុវត្តជាប្រចាំរាល់ថ្ងៃដែរ